បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញពីរបៀបធ្វើមាន់លីងប្រៃផ្អែមបងប្អូនណាជាដំបូងយើងចាប់ផ្ដើមប្រឡាក់សាច់មាន់យើងសិនតែមិនមែនប្រឡាក់តតែប្រៃទេបងប្អូនណាប្រឡាក់នឹងគ្រាន់តែដាក់អំបិលស៊ុបបន្តិចប៊ីចេងបន្តិចនិងទឹកស៊ីអ៊ីវនិងម្សៅបំពងដើម្បីឲ្យសាច់មាន់យើងនឹងវាមានជាតិឆ្ងាញ់បងប្អូនកុំឲ្យពេលយើងដាក់ឲ្យភ្ញៀវហូបធ្វើឲ្យភ្ញៀវហូបទៅសាច់មាន់នៅខាងក្នុងវារាងសាបបងប្អូនណាបាទសម្រាប់ពុកបងប្អូនថ្មីដែលមិនទាន់បានជួយចុច Subscribe Channel YouTube ខ្ញុំជួយចុច Subscribe និងរូបកណ្ដឹងម្នាក់មួយផងបងប្អូនបាទនេះយើងចាប់ផ្ដើមបំពងមាន់យើងបងប្អូនណារៀបចំយកចានយកអីយកមកដាក់គៀនខ្លួនទៅហើយមកបងប្អូនពូមីងដើម្បីដាក់ចានដួសអីដាក់ឲ្យបងប្អូនពូមីងមើលបងប្អូនពូមីងទាំងអស់គ្នាបាទយើងបំពងសាច់មាន់យើងឲ្យក្រៀមល្អសិនបងប្អូនពូមីងណាបាទហើយកន្លែងនេះគឺខ្ញុំសុំដាក់ឲ្យលឿនទៅកុំឲ្យវាយូរខ្លាំងពេកបងប្អូនពូមីងទាំងអស់គ្នាបាទចង់កាត់តក៏បានដែរបងប្អូនគ្រាន់តែដាក់ឲ្យលើកមកវិញក៏បានដែរបងប្អូនតែគ្រាន់តែចង់ឲ្យបងប្អូនឃើញវីដេអូពេញរបស់ខ្ញុំណាបងប្អូនពូមីងទាំងអស់គ្នាបាទហើយបងប្អូនមើលហើយក៏ជួយ share ម្នាក់មួយផងដើម្បីបានទៅដល់បងប្អូនថ្មីដែលគាត់មិនទាន់ចេះធ្វើមុខម្ហូបខ្មែរបាទគាត់ចេះដែរតែគាត់ចេះរៀងស្ទើបងប្អូនពូមីងណាបាទថាអញ្ចឹងទៅចោះបាទហើយក៏សូមអធិស្ឋានផងបើមានពាក្យពេចន៍កន្លែងណានិយាយទៅវាលើសលោខ្វះខាតអីបងប្អូនបាទឥឡូវនេះគឺចាប់ផ្ដើមឆាហើយបងប្អូនណាកន្លែងនេះគឺខ្ញុំដាក់ឲ្យយឺតវិញហើយបងប្អូនពូមីងបាទយើងចាប់ផ្ដើមបើកភ្លើងឲ្យវាស្ងួតទឹកបន្តិចសិនមកបងប្អូនពូមីងទាំងអស់គ្នាបាទស្ងួតទឹកហើយយើងចាប់ផ្ដើមចាក់ប្រេងចូលបងប្អូនណាហើយគ្រឿងមាន់លីងប្រៃផ្អែមរបស់ខ្ញុំមានតែស្លឹកខ្ទឹមម្ទេសដៃនាងខ្ទឹមក្រហមនិងខ្ទឹមបារាំងហាន់ស្ដើងទេបងប្អូនពូមីងបាទនេះគឺខ្ញុំដាក់ឲ្យបងប្អូនចាប់មួយដៃដាក់ណាបងប្អូនពូមីងបាទសម្រាប់មាន់ហ្នឹងគឺ6ខាំបងប្អូនណាគឺមួយចានលេខ3បងប្អូនពូមីងយើងលីងខ្ទឹមមកយើងឲ្យឈ្ងុយបន្តិចចាប់ផ្ដើមដាក់សាច់មាន់យើងកលាស់ចូលគ្នាមកបងប្អូនបាទយើងមានខ្ទះទូចអញ្ចឹងក៏វាស្រួលដែរបងប្អូនណាស្រួលលើកកលាស់លើកអីអញ្ចឹងបងប្អូនបាទស្រួលលើកកលាស់លើកអីអញ្ចឹងទៅឆាមួយចាន2ចានអីវាអត់សូវពិបាកបងប្អូនងំឆាខ្ទះធំអានេះម្រេចបងប្អូនកុំថាអីបងប្អូនពូមីងមើលអត់ឃើញតិចថាអូខ្ញុំដួសអំបិលស៊ុបដាក់អត់ទេបងប្អូនបាទនេះវិញគឺទឹកសឆាប្រៃផ្អែមបងប្អូនចំនួនសាច់6ខាំយើងដាក់2វែកនឹងវាស្មើនឹង55 ml ទៅ57 ml បងប្អូនពូមីងណាបាទហើយយើងដាក់ប្រេងម្ទេសបន្តិចមកបងប្អូនបាទគឺងាយស្រួលអញ្ចឹងបងប្អូនណាឲ្យតែមានរូបមន្តទឹកសឆាប្រៃផ្អែមគឺងាយស្រួលក្នុងការធ្វើម្ហូបវារៀងធូរកម្លាំងរបស់យើងពេលដែលមានម្ហូបភ្ញៀវច្រើនក៏យើងមិនសូវពិបាកដែរបងប្អូនពូមីងទាំងអស់គ្នាឃើញអត់បាទយើងធ្វើការដួសដាក់ចានមួយចានពេញលេខ3អញ្ចឹងបងប្អូនពូមីងណាបាទហើយបងប្អូនពូមីងទាំងអស់គ្នាកុំភ្លេចជួយ share ម្នាក់មួយផងអរគុណបងប្អូនជួបគ្នាវីដេអូក្រោយ